จากการนู้ពេលដែលបងចាប់ដើមនៅលើគឺថាដើមទុនយើងស្រួយច្រើនមែនតើហើយខ្ញុំជាមួយគ្រួសារខ្ញុំយើងចាប់ដៃគ្នាថ្មីថ្មោងទៀតចាហើយចឹងទៅយើងមិនសូវមានជីវភាពអីគេថាធូរធារដូចគេដូចឯងទេប៉ុន្តែដោយសារតែក្តីស្រឡាញ់អញ្ចឹងយើងមានគេហៅថាដើមទុនតិចតួចនៅក្នុងការចាប់ដើមវិស័យបង្ហាញមុខហ្នឹងចាខ្ញុំនៅពេលដែលខ្ញុំចាប់ដើមគឺលំបាកមែនតើជាពិសេសគឺលំបាកទៅលើការដែលគេហៅថាបង្ហាញពីបងប្អូនយើងដែលគាត់មិនស្គាល់ពីវិស័យបង្ហាញម៉ូដណាគាត់ចេះតែថាអីមកដើរបង្ហាញម៉ូដនោះដើរដើម្បីអីបង្ហាញរៀនឲ្យអ្នកណាមើលអីជាមួយចេះពីចឹងណាចាព្រោះខ្ញុំគិតថាពីដើមគឺយើងមានវិស័យបង្ហាញម៉ូដនឹងនៅប្រទេសកម្ពុជាជំនាន់60ជំនាន់អីចឹងយើងទាន់សម័យតែដោយសារតែសង្គ្រាមយើងក៏បាត់បង់ទៅចាអញ្ចឹងត្រឡប់មកបច្ចុប្បន្នចង់និយាយថាឆ្នាំ96នោះមានអ្នកណាទទួលស្គាល់ថាវិស័យបង្ហាញម៉ូដនឹងជាអ្វីទៅរហូតដល់ពេលខ្លះខ្ញុំក៏ទទួលបានពាក្យដូចថារិះគន់ថាអ្នកស្រីសាពណ៌មកបើកសាលាបង្ហាញម៉ូដដើម្បីអ្វីដើម្បីបង្រៀនឲ្យអ្នកណាមួយចម្រាញ់ឲ្យអ្នកណាមួយអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដែរគិតគូរថាខ្ញុំធ្វើដើម្បីអ្នកណាទេខ្ញុំធ្វើដើម្បីការស្រឡាញ់ខ្ញុំធ្វើដើម្បីឲ្យស្ត្រីខ្មែរកូនខ្មែរយើងឲ្យគាត់ស្គាល់ថាវិស័យបង្ហាញម៉ូដគឺការដើរនៅលើឆាកចាហើយបង្ហាញពីផលិតផលសម្លៀកបំពាក់ខោអាវផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗឲ្យអតិថិជនយើងដែលតម្រូវការឲ្យយើងបង្ហាញនៅក្នុងវិស័យបង្ហាញម៉ូដហ្នឹងអញ្ចឹងខ្ញុំចេះតែផ្សព្វផ្សាយខ្ញុំចេះតែបង្ហាញមេដាបេដាថាមិនមែនដូចអ្វីដែលគាត់គិតទេចាហើយពេលខ្លះទៅខ្ញុំក៏មានសារព័ត៌មានខ្លះដែលគាត់ចង់មិនបានត្រឹមត្រូវប៉ុន្តែខ្ញុំមិនដែល fight ទេពួកគាត់ស្រឡាញ់ខ្ញុំរហូតដល់ចង់និយាយថាគាត់ដឹងថាអូវិស័យបង្ហាញម៉ូដវាអញ្ចេះព្រោះកាលនោះខ្ញុំត្រូវបញ្ជូនបបរកញ្ញាទៅប្រឡងនៅខាងក្រៅអញ្ចឹងយើងមាន